ក្នុងករណីគណៈកម្មការចំពោះកិច្ចហ្នឹងមានលទ្ធភាពជែកទៀតជែកទៅក៏អត់ជែកទៀតអត់អីទេរុញទៅគណៈកម្មការចឹងដែរក៏រុញទៅមិនជាបញ្ហាទេប៉ុន្តែយើងសូមទៅចូលរួមដើម្បីជជែកនៅគណៈកម្មការចឹងដែរទៀតអាហ្នឹងចឹងណាហើយចំពោះអ្វីដែលយើងធ្វើអីឥឡូវនេះគឺយើងបានជជែកគ្នាឯកភាពនេះមួយគឺចេញសេចក្តីរាយការណ៍នេះហើយបន្ទាប់មកគឺយើងនឹងចេញលិខិតមួយទៀតដែលមានចែងក្នុងលេខារួមគ្នានោះនឹងដាក់ទៅរដ្ឋមន្ត្រីក្រសួងការងារប្រធានវិភាគនិងនាយករដ្ឋមន្ត្រីវិភាគហើយបន្តមកគឺយើងនឹងជជែកភាសាជាមួយសហជីពអន្តរជាតិនិងអង្គការ ILO និងអ្នកពាក់ព័ន្ធទៀតថាតើគេមានវិធីអីដើម្បីជួយរកវិធីដើម្បីជជែកជាមួយនឹងខាងសភានិងរដ្ឋាភិបាលនោះឲ្យបានកែប្រែនៅចំណុចមួយចំនួនរបស់សហជីពមានន័យថា17ចំណុចបូកនឹងចំណុចផ្សេងៗទៀតដែលមាន21ចំណុចអញ្ចឹងទៅបណ្ដារឿងថាចេញទៅធ្វើគុតកម្មបាតកម្មឬក៏ស្អីនៅក្នុងហ្នឹងគឺយើងអត់ទាន់ទេព្រោះមានន័យថានៅក្នុងអំឡុងពេលដែរយើងជជែកយើងសដងបោប៉ុន្តែការងារសហជីពប្រកបពីការជជែកទៅបើមិនមានលទ្ធផលអាហ្នឹងគឺគេនឹងមានវិធីតទៅទៀតមានវិធីរបស់សហជីពបាទចេះខ្ញុំសូមឆ្លើយតិច